ចាសួស្តីបងប្អូនថ្ងៃនេះខ្ញុំបានមកហូបមាន់បំពងសាច់មាន់បំពងឆាជាមួយនឹងម្ទេសឡាពីញ៉ូផុសអាមេរិកយើងនេះផុសអាកាំងយើងនេះហើយជាដំបូងខ្ញុំបានដាក់ខ្លាញ់ឲ្យក្តៅហើយសាច់មាន់ហ្នឹងវាមានសាច់កផ្លូវដែលគេបលីហើយនឹងសាច់ទ្រូងខ្ញុំយកប្រឡាក់នឹងម្សៅហើយដាក់ពងមាន់គ្រាប់ហើយដាក់អំបិលហើយនឹងម្រេចចូលហើយទុកវាសន្ទុះហើយខ្ញុំបានយកវាមកបំពងចាបំពងឲ្យវារៀងស្រួយបន្តិចទៅហើយបន្ទាប់មកទៀតមកវាឡើងពណ៌ក្រហមអញ្ចឹងខ្ញុំបានដួសវាចេញស្រង់វាទុកឲ្យវាស្រស់ខ្លាញ់បងប្អូនទុកវាស្រស់ខ្លាញ់រួចហើយបន្ទាប់មកប្តីខ្ញុំមកធ្វើការគាត់និយាយឆាព្រមហូបហ្នឹងគាត់ជាជំនាញរបស់គាត់ហើយគាត់បកកាយឆាគាត់ឆាឆ្ងាញ់មិនថាបកាយាមិនថា lobster មិនថាឆាសាច់មាន់ហ្នឹងឯងហើយគ្រឿងក្រៅគាត់ដាក់តែពីរមុខទេចាបន្ទាប់មកគាត់ឆាគ្រឿងក្រៅគាត់ដាក់តែពីរមុខទេអំបិលហើយនឹងម្រេចហើយគាត់ឆាឆ្ងាញ់ចាហើយខ្ញុំបានតែបំពងសាច់មាន់ទុកឲ្យគាត់ទេហើយបន្ទាប់មកពីគាត់មកពីធ្វើការវិញគាត់ឆាព្រោះអីខ្ញុំឆានឹងអត់សូវឆ្ងាញ់ដូចគាត់ទេហើយបន្ទាប់មកគាត់បានដាក់ផ្ទះហើយនឹងដាក់ខ្លាញ់ឲ្យក្តៅបងប្អូនហើយអត់បានឆាក្នុងផ្ទះហ្នឹងធ្វើមហូបក្តៅផ្ទះនៅខាងខ្ញុំនេះរត់ខ្ញុំនេះក៏វាក្តៅហើយតែមិនក្តៅប៉ុន្មានណាក្តៅមកល្មមថ្ងៃខ្លះក៏ក្តៅទៅថ្ងៃខ្លះក៏ភ្លៀងទៅអត់ទៀងទេហើយថ្ងៃខ្លះក៏ត្រជាក់ដូចថ្ងៃនេះអញ្ចឹងថ្ងៃត្រជាក់មិនធ្លាក់ខ្យល់ហើយក៏ឆាក្រៅផ្ទះអញ្ចឹងទៅក្រានមួយដាក់ក្រៅផ្ទះហើយគាត់ដាក់ខ្លាញ់ក្តៅហើយក៏ដាក់ម្ទេសចូលហើយណាមួយម្ទេសហ្នឹងតែឆាក្នុងផ្ទះឆ្លក់ហើយចាវារៀងហិលវាឆ្លក់ធ្វើឲ្យក្អកกระดาษដូចម្រេចអញ្ចឹងខ្លាំងជាងម្រេចផងនេះគាត់ឆាក្រៅប៉ុណ្ណឹងគាត់ដាក់ចូលហុយផ្សែងกระดาษឆ្លក់ទាំងអ្នកឆាឆ្លក់ទាំងអ្នកថតហើយបន្ទាប់មកពីគាត់ឆាម្ទេសនឹងរៀងឆ្អិនមើលទៅឆ្អិនមកល្មមនឹងខ្លាញ់ហើយរៀងឈ្ងុយហើយគាត់ក៏បានដាក់ខ្ទឹមយើងនឹងខ្ទឹមច្រើនយើងនឹងបំពងឆាចូលជាមួយនឹងម្ទេសរួចហើយគាត់ក៏ចាក់សាច់មាន់ដែលបានឆ្អិនរួចហើយនឹងចូលក្នុងនឹងជាមួយគ្នាទៅហើយគ្រឿងក្រៅក៏ដាក់តែពីរមុខឯនេះចុងភៅខ្ញុំចាចុងភៅបេះដូងហើយគាត់ឆាដាក់តែពីរមុខឯមានអំបិលហើយនឹងម្រេចចាក់ចូលទៅហើយគាត់អត់ភ្លក់ឯគាត់ភ្លក់បើខ្ញុំភ្លក់បើគាត់អត់ភ្លក់អីចាបងប្អូនគាត់ភ្លក់អីគាត់ឆាទៅគាត់ដឹងដៃដឹងរសជាតិគាត់ភ្លក់អីបើខ្ញុំភ្លក់បាទដឹងថាត្រូវឆ្ងាញ់ហើយនឹងបានខ្ញុំបិទនេះគាត់ចាក់ឲ្យអំបិលនិងម្រេចចូលទៅហើយឆាចូលជាតិជាមួយគ្នាទៅចាឆាវាធ្វើម៉េចចូលជាតិជាមួយនឹងម្ទេសជាមួយនឹងសាច់មាន់ហ្នឹងអំបិលម្រេចដែលគាត់ដាក់ហ្នឹងហើយទៅគាត់អត់ភ្លក់អីចាបើខ្ញុំឆាតភ្លក់ពីបេះដូងឲ្យគាត់ដឹងរសជាតិចាគាត់អត់អីគាត់អត់ហើយតែប៉ុណ្្នឹងហើយគាត់បិទភ្លើងហើយដួសដាក់ចានឲ្យបងប្អូនចាអរគុណជម្រាបលាសុខសប្បាយទាំងអស់គ្នាមកហូបបាយជាមួយខ្ញុំ